នេះគឺជាតារាងតាមដានការលូតលាស់របស់ក្មេងមានសម្រាប់ទាំងក្មេងប្រុសហើយនិងក្មេងស្រីហើយយើងធ្វើការប្រៀបធៀបគ្នារវាងទម្ងន់ហើយនិងអាយុរបស់ក្មេងសម្រាប់តារាងនេះគឺយើងមានបែងចែកសម្រាប់ក្មេងប្រុសហើយនិងក្មេងស្រីហើយយើងសិក្សាទៅលើ3ពណ៌ពណ៌ខៀវពណ៌ទឹកក្រូចនិងពណ៌ក្រហមពណ៌ខៀវនៅផ្នែកខាងលើពណ៌ទឹកក្រូចនៅផ្នែកកណ្ដាលហើយនិងពណ៌ក្រហមនៅផ្នែកខាងក្រោមបើសិនជាយើងប្រៀបធៀបអាយុហើយនិងទម្ងន់របស់កូនបើកូនយើងស្ថិតនៅក្នុងពណ៌ខៀវគឺមានន័យថាការលូតលាស់ល្អគ្រប់គីឡូបើសិនជានៅក្នុងពណ៌ទឹកក្រូចមានន័យថាទម្ងន់ទាបបើធៀបទៅនឹងអាយុបើសិនជានៅក្នុងពណ៌ក្រហមគឺទម្ងន់ទាបខ្លាំងបើធៀបទៅនឹងអាយុមានន័យថាកូនគឺស្គមស្គាំងខ្វះគីឡូខ្លាំងសម្រាប់វីដេអូដែលនិយាយអំពីទម្ងន់ស្តង់ដាររបស់ក្មេងខ្ញុំធ្លាប់បានផុសច្រើនដងដែរនៅក្នុងវីដេអូចាស់ៗបើសិនជាប៉ាម៉ាក់អត់ចង់មើលក្នុងតារាងនេះគឺអាចចូលមើលទៅក្នុងរូបមន្តចាស់ៗដែលខ្ញុំធ្លាប់បានរៀបរាប់ក៏ដូចជាមានតារាងស្រាប់បង្ហាញអំពីទម្ងន់ហើយនិងអាយុរបស់កូនដែលមិនចាំបាច់មើលលើក្រាបបែបនេះក៏បានដែរដូច្នេះសម្រាប់ឧទាហរណ៍ជាក់ស្ដែងសម្រាប់ចំនួនម៉ាក់ខាងលើគាត់សួរថាកូនគាត់កើតមកគឺបាន3គីឡូ6ខាំហើយឥឡូវ3ខែ12ថ្ងៃហើយបានតែ5គីឡូ5ខាំមានន័យថា5គីឡូកន្លះតើមានបញ្ហាអីអត់សម្រាប់កូនដែលបើកដោះម្ដាយតារាងនេះគឺបែងចែកជា2គឺមានសម្រាប់ក្មេងស្រីហើយនិងសម្រាប់ក្មេងប្រុសបើសិនជាសំណួរខាងលើគឺជាកូនស្រីកូនដែលមានអាយុ3ខែ12ថ្ងៃហើយមានទម្ងន់5គីឡូកន្លះយើងមើលទៅលើតារាងនេះនេះគឺជាអាយុរបស់កូនក្នុងតារាងនេះគឺវាបង្ហាញអំពីកូនដែលមានអាយុចាប់ពី0ខែរហូតដល់កូនមានអាយុ5ឆ្នាំរហូតដល់កូនមានអាយុ5ឆ្នាំចំណែកគីឡូវិញគឺចាប់ពី0គីឡូរហូតដល់30គីឡូដូច្នេះកូនដែលមានអាយុ3ខែ12ថ្ងៃនេះគឺ3ខែ12ថ្ងៃយើងថាកូន3គីឡូកន្លះចុះអញ្ចឹងគឺនៅចន្លោះនេះអញ្ចឹងបើយើងគូសក្រាបនេះឡើងទៅខាងលើគឺនៅតាមចំណុចនេះចំណែក5គីឡូកន្លះខាងនេះគឺ4គីឡូអញ្ចឹងកន្លែងនេះគឺ5គីឡូអញ្ចឹងកូនបាន5គីឡូកន្លះគឺនៅត្រង់ចំណុចនេះពេលដែលយើងគូបន្ទាត់មកគឺថានៅប្រហែលជាប៉ុណ្នេះអញ្ចឹងបើសិនជាយើងមើលទៅលើពណ៌ដែលយើងបញ្ជាក់ពីដើមមកថាពណ៌ខៀវគឺធម្មតាពណ៌ខៀវមាន3ខ្សែពណ៌ខៀវ2នេះគឺជាពណ៌ខៀវគីឡូធម្មតាពណ៌ខៀវមួយនេះគឺជាពណ៌ខៀវលើគីឡូនេះគឺជាពណ៌ទឹកក្រូចបើសិននៅក្នុងពណ៌ទឹកក្រូចនេះគឺកូនទម្ងន់ទាបប៉ុន្តែមិនទាបខ្លាំងពេកទេតែបើសិនជានៅក្នុងពណ៌ក្រហមនេះគឺទម្ងន់ទាបខ្លាំងបើសិនជាធៀបទៅនឹងអាយុអញ្ចឹងសម្រាប់កូននៅក្នុងសំណួរខាងលើ3ខែ12ថ្ងៃហើយមានទម្ងន់5គីឡូកន្លះយើងគូសទៅបានចំណុចនេះអញ្ចឹងគឺស្ថិតនៅក្នុងទម្ងន់ស្តង់ដារការលូតលាស់គឺធម្មតាទម្ងន់ធម្មតាមិនស្ទើរគីឡូពេកហើយក៏មិនមានការលើសគីឡូដែរបើសិនជាសំណួរខាងលើនេះជាកូនប្រុសវិញហើយមានទម្ងន់5គីឡូកន្លះនៅអាយុ3ខែ12ថ្ងៃយើងគូសដដែលមកគឺ3ខែ12ថ្ងៃយើងថា3ខែកន្លះចុះគឺនៅត្រង់ចំណុចនេះចំណែក5គីឡូកន្លះនេះគឺ5គីឡូនេះគឺ5គីឡូកន្លះអញ្ចឹងយើងគូសមកនៅត្រង់ចំណុចនេះអញ្ចឹងកូននៅតែស្ថិតនៅក្នុងទម្ងន់ស្តង់ដារគ្រាន់តែសម្រាប់កូនប្រុសវិញគឺមិនសូវធ្លាប់ក្នុងករណីខ្លះប៉ាម៉ាក់តែងតែមើលទៅលើមាឌរបស់កូនតើតើកូនឆ្លោះទៅប៉ាម៉ាក់គិតថាកូនមានសុខភាពល្អតាមពិតទៅបើសិនជាយើងប្រៀបធៀបទម្ងន់ហើយនឹងអាយុរបស់កូនទៅតាមអាយុនីមួយៗកូនស្ថិតនៅក្នុងទម្ងន់ស្តង់ដារបែបនេះគឺមិនមែនជាបញ្ហានៃការស្គមស្គាំងឬក៏កង្វះនៅអាហារូបត្ថម្ភអីនោះទេដោយសារតែកូនយើងទៅតែ3ខែ12ថ្ងៃទេហើយទម្ងន់នេះគឺជាទម្ងន់ស្តង់ដារមិនមានអ្វីត្រូវព្រួយបារម្ភទេដូច្នេះសម្រាប់ប៉ាម៉ាក់ដែលមានកូនតូចៗហើយកំពុងតែតាមដានទម្ងន់ហើយនឹងអាយុរបស់កូនដើម្បីប្រៀបធៀបគ្នាគឺអាចមើលតាមរយៈតារាងនេះបានគឺយើងបែងចែកទៅតាមពណ៌ដូចដែលខ្ញុំបានរៀបរាប់មកហ្នឹងហើយយើងអាចគប់តាមដានជាប្រចាំថ្ងៃបានដោយសារតែនៅក្នុងតារាងនេះគឺគេមានលក្ខកាលបរិច្ឆេទសម្រាប់ការពិនិត្យតារាងនេះគឺយើងអាចមើលបាននៅក្នុងបានលឿងដែលខាងមន្ទីរពេទ្យឬក៏ខាងមណ្ឌលសុខភាពគេចែកមកឲ្យយើងហ្នឹងដើម្បីតាមដានការចាក់វ៉ាក់សាំងកូនប្រចាំខែគឺមាននៅក្នុងបានលឿងស្រាប់ហើយយើងអាចមើលបានដូច្នេះសម្រាប់វីដេអូនេះមានតែប៉ុណ្្នេះឯងជួបគ្នានៅវីដេអូក្រោយទៀត